អត់ធ្លាប់ដឹងសោះថានៅខេត្តស្វាយរៀងក៏មានប្រាសាទបុរាណដែរបងប្អូនគឺប្រាសាទឈ្មោះថាបាសាក់ឬក៏ប្រាសាទព្រៃបាសាក់ដែលជាប្រាសាទមួយកសាងនៅក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1ដែលបច្ចុប្បន្នប្រាសាទនេះត្រូវបានអភិវឌ្ឍទៅជាតំបន់រមណីយដ្ឋានទេសចរណ៍បែបធម្មជាតិហើយចំពោះទីតាំងប្រាសាទវិញគឺស្ថិតនៅក្នុងភូមិបាសាក់ឃុំបាសាក់ស្រុកស្វាយជ្រុំខេត្តស្វាយរៀងដែលមានចម្ងាយ8គីឡូម៉ែត្រពីទីរួមខេត្តហើយបរិស្ថានជុំវិញប្រាសាទនេះគឺមានផ្ទៃដីទាំងអស់9ហិកតានៅក្បែរមាត់ទន្លេវ៉ៃកូបងប្អូនតែគួរឲ្យសោកស្ដាយបច្ចុប្បន្នគឺប្រាសាទនេះនៅសល់តែគ្រឹះប្រាសាទទេបងប្អូនដោយសារតួប្រាសាទនឹងត្រូវបានបែកបាក់ខ្ទេចខ្ទីហើយដោយសារការទម្លាក់គ្រាប់បែកពីសម័យសង្គ្រាមណាហើយនឹងសល់ពីបំណែករាយប៉ាយខ្លះៗនៅក្បែរប្រាសាទហើយចំពោះបងប្អូនដែលចង់ស្វែងយល់បន្ថែមពីប្រាសាទនេះគឺអាចទៅតាមទីតាំងដែលខ្ញុំបញ្ជាក់ខាងលើបើគិតទៅប្រាសាទនេះគឺមានអាយុកាលជាង1000ឆ្នាំដែរហើយបងប្អូនត្បិតថាប្រាសាទនេះវាសល់តែគ្រឹះមែនប៉ុន្តែបរិស្ថានជុំវិញប្រាសាទគឺត្រជាក់ស្រួលណាបងប្អូនដោយសារតែដើមឈើមានការដាំដុះឡើងវិញច្រើនដែលធ្វើឲ្យមានម្លប់ត្រឈឹងត្រឆៃដែលបងប្អូនអាចជ្រកលេងហើយក៏ដូចជាមានរមណីយដ្ឋានផ្សេងៗនៅក្បែរនឹងដែរអញ្ចឹងបងប្អូន